ឥឡូវយើងឃើញគុយមែនទេបងប្អូនច្រើនខាងមែនទេឥឡូវបេះសិនអូនេះអត់សូវទុំហ្មងទេនេះបងប្អូនអូយធំដល់ក៏នៅប្រហែល2 3ទៀតអូអានេះធំដល់ក៏នេះអូក៏ធំជាងមេដៃបងប្អូនអូតាមធ្វើរបងថាគុយនៅដាវតែម្ដងឥឡូវយើងចង់ដឹងថាភ្លក់រសជាតិគុយនៅដាវវាឆ្ងាញ់ប៉ុណ្ណាអូដល់នេះបាទហែកមកខ្ចីខ្ចីម្ដងអ៊ីរត់ទឹកអីជឿវាអូទុំអូទៅកាមេរ៉ាតិចបងប្អូនអូចិត្តណាបងឥឡូវគឺខ្ញុំកំពុងតែនៅលើដើមគុយគឺខ្ពស់ខ្លាំងមែនតើណាបងប្អូនទាំងគ្នានេះគឺឡើងដល់ចុងតែម្ដងបើនិយាយពីគុយនៅកន្លែងនេះគឺថានៅក្បែរភូមិគេទេបងប្អូនគឺនៅខាងកំពង់ធំនៅខាងស្រុកបន្លាយបងប្អូននោះអានោះផ្ទះវត្តអីផ្សេងៗអញ្ចឹងណាហើយយើងមកបេះតាមចិត្តភូមិទេតែថាយើងមិនមែនអ្នករកគុយអាជីពអីទេយើងគ្រាន់តែមកបេះហូបចង់ដឹងចង់ភ្លក់រសជាតិបេះពីដើមថ្មីអញ្ចឹងណាថាវាមានរសជាតិឆ្ងាញ់អីយ៉ាងណាធ្លាប់តែធ្វើវីដេអូដើរលេងបែបទេសចរផ្សេងថ្ងៃនេះធ្វើវីដេអូបែបមកដើរបេះគុយញ៉ាំម្ដងចង់ដឹងថាវីដេអូមួយនេះមានសកម្មភាពបែបណាក៏ដូចជាការញ៉ាំគុយឆ្ងាញ់ឬក៏អត់ហើយបេះគុយបានឬក៏អត់កុំភ្លេចតាមដានវីដេអូមួយនេះជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតោះ let's go អូបងនេះទៅគុយញ៉ាំបងបងនេះធំអូអានេះធំដល់ក៏នេះអូក៏ធំជាងមេដៃបងប្អូនច្រើនចាំឌីទេសួស្តីអ្នកគ្នាធ្លាប់តែឃើញខ្ញុំធ្វើវីដេអូបែបទេសចរប្រវត្តិសាស្ត្រធ្វើវីដេអូបែបដើរលេងទៅកន្លែងញ៉ាំអីចឹងណាហើយថ្ងៃនេះធ្វើវីដេអូប្លែកមួយគឺថាយើងមកដើរបេះគុយអូយគឺថាឡើងមកដល់ដើមឈើគឺខ្ពស់ខ្លាំងមែនតើណាបងប្អូនឥឡូវនេះយើងកំពុងតែធ្វើការបេះគុយសិនអូធំមកអូនធំមកណាវ៉ាបានឡើយគេបេះម្ដងសម្អាតពី300គីឡូបាទបងប្អូនថាគុយនៅដាវតែម្ដងឥឡូវយើងចង់ដឹងថាភ្លក់រសជាតិគុយនៅដាវវាឆ្ងាញ់ប៉ុណ្ណាអូដល់នេះបាទហែកមកខ្ចីខ្ចីម្ដងអ៊ីរត់ទឹកអីជឿវាអូទុំអូទៅកាមេរ៉ាតិចបងប្អូនអូចិត្តណាហូបមើលហ៎ញ៉ាំផ្អែមបាទធម្មជាតិពិតណាបងប្អូនគឺនៅលើចុងឈើមិនទៀតហើយឥឡូវយើងឃើញគុយមែនទេបងប្អូនច្រើនខាងមែនទេឥឡូវបេះសិនអូនេះអត់សូវទុំហ្មងទេនេះបងប្អូនអូយធំដល់ក៏នៅប្រហែល2 3ទៀតអូយច្រើនណានេះបងប្អូនអូធ្វើណាមិនធ្វើកន្លែងគុយ
này không ôn ô làm phước rồi mà còn bó là nó đa khơi nhờ Ở đây cầm u là quy tay mà làm ban quy tay plan men rồi nó này này đang hàng hoạt à được ô nè làm tay quy nhà ro mày down nè làm hoạt ồ nè làm là ngành hộp họ ấy hả ngành không bông ơi buộc bạn